មនុស្សប្រុសដែលគេឆ្លាតគេជ្រើសរើសមនុស្សស្រីណាដែលកាចឆ្នះបន្តិចប៉ុន្តែនាងប៉កែរលុយណាហើយឆ្លាតប៉កែគ្រប់រឿងណាតែថ្ងៃអនាគតបើបានប្រពន្ធបែបនេះឯងចង់ក្រក៏ពិបាកដែរចាប៉ុន្តែបើមនុស្សប្រុសដែលល្ងងណាគាត់នឹងជ្រើសរើសយកមនុស្សស្រីដែលទូមួកតៃមួយសើកហើយចាំស្ដាប់បជាគាត់គ្រប់រឿងចានៅពេលដែលយើងជ្រើសរើសយកមនុស្សស្រីចឹងជីវិតចុងក្រោយគឺស្មើ0ចាហើយមនុស្សស្រីបើថាយើងអត់ចេះធ្វើអីទេយើងពឹងលើប្តីចាណាពេលដែលអត់ពីប្តីទៅក៏ស្មើ0ដូចគ្នាចាហើយក៏សូមប្រម៉ូទការងារប្តីមួយចាណាទីតាំងនៅកំពង់សោមនៅផ្សារលប់លោកចានៅក្នុងផែ65ចាអញ្ចឹងអ្នកដែលគាត់ចង់ទិញកាសណាំងសាចាដែលមានតម្លៃសមរម្យអីហ្នឹងមកផ្ទះម៉ែខេងចាហើយចង់បានទូរស័ព្ទដែលមានតម្លៃចា50-60រៀលអីហ្នឹងបងប្អូនចាណាអាចមកផ្ទះម៉ែខេងបានហើយចង់ជួសជុលទូរស័ព្ទចាដូរអេក្រង់ដោះលេខកូដចាអ៊ុតដូរជើងសាអីហ្នឹងបងប្អូនចាអាចមកផ្ទះម៉ែខេងបានបងប្អូនចាហើយនេះជាងកំពុងប្រញាប់ដៃប្រញាប់ជើងទៀតចាណាចាអញ្ចឹងអ្នកដែលនៅចិត្តហ្នឹងអីអាចមកបានណាបងប្អូនទាំងអស់គ្នាចាអរគុណច្រើនចាណាចាមានបងប្អូនណាស្គាល់ផ្លូវទៅផ្ទះព្រំលិខិតអត់ខ្ញុំចង់ទៅសួរឲ្យគេឆែកឯកសារមើលថាមិនបានគេតែងជីវិតខ្ញុំនឹងអីក៏អញ៉ៃម៉េះមែនណាវាដូចមកជីវិតនឹងមានតែធ្វើដើម្បីគេតែអត់មានណាដែលធ្វើដើម្បីខ្ញុំទេហើយគេម្នាក់មើលមកខ្ញុំនឹងរឹងមាំហើយគេគិតថាខ្ញុំនឹងឬក៏ល្អពេកបានគេអត់សូវឲ្យតម្លៃឬក៏រឹងមាំពេកគេគិតថាយើងនឹងមិនក៏បានមែនណាខ្ញុំចង់ទៅសួរហើយសួរថាដល់ពេលណាបានខ្ញុំនេះបានមានមនុស្សគេយល់ពីខ្ញុំគេដឹងពីទឹកចិត្តខ្ញុំថាទឹកចិត្តខ្ញុំមិនអញ្ចឹងខ្ញុំមិនទៅចង់បានអីពីគេអីទេប៉ុន្តែគ្រាន់តែថាទឹកចិត្តរបស់យើងនឹងឲ្យគេដឹងថាទឹកចិត្តយើងនឹងវាមិនអញ្ចឹងអាធ្វើល្អគេតែមុនគេថាឲ្យតែធ្វើល្អទៅប្រកែអត់ធ្មត់ទៅនឹងបានផលហើយប៉ុន្តែខ្ញុំលែងជឿហើយព្រោះខ្ញុំនឹងដូចវាអត់ធ្មត់ហើយខ្ញុំធ្វើល្អហើយខ្ញុំតែងតែឲ្យតម្លៃមនុស្សជុំវិញខ្លួនខ្ញុំរហូតតែខ្ញុំអត់ដែលបានទទួលនឹងការតបស្នងនៅអ្វីដែលខ្ញុំធ្វើដាក់គេទេព្រោះគេគិតថាខ្ញុំល្ងងបើរាល់ថ្ងៃនេះខ្ញុំគិតថាប្រហែលជាគេគិតថាខ្ញុំល្ងងច្រើនជាងព្រោះស្អីក៏ខ្ញុំអត់មាត់ស្អីក៏ខ្ញុំចេះតែទ្រាំបានអញ្ចឹងគេគិតថាខ្ញុំល្ងងមើលទៅបើស្គាល់ជួយប្រាប់ខ្ញុំផងណាចាំខ្ញុំទៅជួបគេហើយមកវិញចាំខ្ញុំបាញ់កាតឲ្យ$5